គុណណាមន់ឲ្យមនុស្សវាខុសគ្នាត្រង់ថាមន់ណាវាពិបាកสนุกប៉ុណ្ណាក៏ដោយវាមិនដែលចេះយកកូនទៅផ្ញើយាយវាទេរីឯមនុស្សយើងវាឈ្នះមន់ត្រង់ថាឲ្យតែពិបាកយកកូនទៅផ្ញើយាយហើយអាត្មាគិតមើលអាត្មាមិនដែលនឹកឃើញដល់រឿងហ្នឹងអញ្ចឹងអាត្មាថាសុំចាញ់អាចារ្យឯងអញ្ចឹងអាត្មាសុំចាញ់ព្រោះអាត្មាមិនដែលគិតដល់ប៉ុណ្ណឹងឯងហើយដល់តែគិតមើលទៅមែនស្រូវទុំក្រហមកញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែណាអ្នកច្រូតហើយស្អែកទៅចូលរោងចក្រឲ្យចង់បានលុយកាក់ឲ្យបើកូននឹងដៃទៅធ្វើការមិនកើតរស់នៅក្នុងសង្គមនេះតែងតែមានការពឹងពាក់គ្នាអញ្ចឹងហើយបើមិនពឹងពាក់គ្នារស់ឲ្យមិនកើតចឹងបាទអាត្មាឃើញពាក្យគេសរសេរសម័យថ្មីនេះញោមមិនមែនសម័យអាចារ្យអ៊ូងុយអ៊ូចុងទេណាគេសរសេរហ្នឹងអាត្មាក៏មិនទាន់ដឹងថាត្រូវថាខុសដែរសួរញោមមើលសិនតើត្រូវឬខុសគេសរសេរអញ្ចេះកំណាព្យគេហ្នឹងគេថាចាស់ស្រុកចិនគេឲ្យអង្គុយផឹកតែចាស់ស្រុកបារាំងគេឲ្យដើរលំហែចាស់ស្រុកខ្មែរគេឲ្យមើលចៅហើយមែនអីអត់ចាស់ស្រុកចិនគេឲ្យផឹកតែចាស់ស្រុកបារាំងគេឲ្យដើរលំហែចាស់ស្រុកខ្មែរគេឲ្យមើលចៅហើយបើមែនក៏មែនដែរអាត្មាមិនដឹងដែរកាលពីស្រឡាញ់កូនជាប់ត្រឹមតែមួយតៅដល់តែជាប់ចៅមួយថាំងអញ្ចឹងហើយបើគិតមើលទៅរស់នៅក្នុងសង្គមនេះតែងតែមានការពឹងពាក់គ្នាជារឿងធម្មតាក៏ប៉ុន្តែបើសិនជាម៉ែឪនឹងគាត់ស្ម័គ្រចិត្តមកជួយយើងអត់ប្រើគាត់ទេយើងអត់បាបទេក៏ប៉ុន្តែបើសិនជាគាត់កំពុងតែឈឺចកេះឈឺចកុងឈឺតសៃឈឺតសូងអត់មានកូនណាមកថែសោះគាត់អង្គុយតែគិតហីបើបានកូនមកច្បាច់ចកេះឲ្យច្បាច់ខ្នងឲ្យដាំទឹកត្រជាក់ទឹកក្តៅឲ្យអញនឹងអបណ្ណាទេនេះកំពុងតែគិតអញ្ចឹងស្រាប់តែកូនមកមែនកូនមកដល់ហើយប្រហែលជាមកច្បាច់ចកេះឲ្យឯងច្បាច់ជើងឲ្យឯងព្រះហើយដឹកដៃមកដល់លពីម៉ែអើយផ្ញើអូនផងកូនទៅធ្វើការរងាចបានមកយកហើយជូនម៉ែ2000ខំតអស្មានគេឲ្យឯងទុកទិញនំឲ្យអូនអាដែលហើយបើសិនជាគាត់កំពុងតែយ៉ាប់ហើយយើងទៅប្រើគាត់ថែមទៀតគេហៅថាជាពាក់ដប់ជាពាក់ឡើងមួយជាន់ទៀតđấyណាញោមហើយបើជាពាក់ឡើងមួយជាន់ទៀតហើយឥឡូវគួរតែរកវិធីដោះស្រាយបំណុលឥឡូវញោមញាតសាពះហ្នឹងឈឺដៃចុកដៃដាក់ចុះញោមឲ្យកុំសាពះយូរពេកកុំឲ្យវថ្ងៃក្រោយលោកទេសនាលែងតែស្ដាប់ហើយហើយកុំទៅថ្ងៃមុនតម្រាប់ទេចុកសាពះចុកដៃចងងាប់វាខ្លាចរឿងចុកដៃហ្នឹងខានស្ដាប់លោកទេសថ្ងៃក្រោយឥឡូវបើវាចុកវារួយដាក់ចុះទៅណាញោមហើយអង្គុយអញ្ចឹងដែរចង់ប្រែចង់ព្រួលចុកដៃចុកជើងអីសណ្ដោកក៏បានភ្នែនក៏បានដែរបើនៅប្រទេសគេស្ដាប់តែពេនភ្នែននេះអង្គុយបានយូរហើយញោមសណ្ដោកក៏ដែរភ្នែនក៏កុំអាងតែបត់ជើងអីណាញោមកុំឲ្យវាចុកវារួយអីបើចេញដើរទៅស្វាត់ជើងមកជាហៀងសពុនមកជាហៀងប៉ែវរដឡានគេហ្នឹងពិបាកទៀតណានិយាយពីរឿងយើងជាពាក់គុណពពុទ្ធលោកទ្រង់សម្ដែងឲ្យកូនចៅទាំងអស់ហ្នឹងចេះសងគុណម៉ែឪកាន់ពុទ្ធសាសនាលោកថាឲ្យប្រឹងរកទ្រព្យសម្បត្តិកើតមកលោកអត់ឲ្យខ្ជិលទេឲ្យមានចំណេះឲ្យមានការឧស្សាហ៍ព្យាយាមហើយបើលោកថាអឡសសៈកោតោសបាំងតែខ្ជិលអត់មានចំណេះវិជ្ជាទេអញ្ចឹងលោកអត់ឲ្យខ្ជិលទេកើតឲ្យប្រឹងហ្មងអឡសសៈកោតោសបាំងខ្ជិលអត់មានចំណេះអសបស្សៈកោតោឋានំហើយតែអត់ចំណេះហើយទៅរកទ្រព្យអត់សូវបានលុយទេអថនសៈកោតោមិតតាំងហើយតែយើងក្រគេអត់សូវរាប់អានទេណាញោមប៉ុន្តែបើយើងមានទ្រព្យមានឡានមានផ្ទះមានដីអត់ខ្វះមិត្តរាប់អានទេអមតសៈកោតោសុខខាងហើយបើយើងអត់មានមិត្តសោះក៏អត់សុខអសុខសៈកោតោសេវាំងបើអត់សុខសោះបានព្រឹកខ្វះល្ងាចបបួលទៅស្ដាប់ធម៌ក៏ទៅមិនរួចបបួលធ្វើបន់ក៏ធ្វើមិនរួចដែរអញ្ចឹងឲ្យព្យាយាមបានប្រពុតលោកថាអត់ឋានសម្បទាកូនចៅទាំងអស់ត្រូវប្រឹងរកទ្រព្យសម្បត្តិអរិយកសម្បទាបានទ្រព្យហើយត្រូវប្រឹងថែរក្សាទុកហើយកុំត្អូញថាព្រឹកពេកល្ងាចពេកក្តៅពេកត្រជាក់ពេកត្រូវតែប្រឹងវិរិយនទុក្ខមច្ឆេតិចង់រួចចាក់ទុកតលព្យាយាមហើយដល់ឲ្យបានទ្រព្យហើយកល្យាណមិត្តតាឲ្យសែបគប់តែអ្នកចេះអ្នកដឹងអ្នកល្អបានហើយទៅសែបគប់បាបប្រមិតគេនាំយើងបង្ហាន់ទ្រព្យវិញទេដល់ឲ្យចុងក្រោយលោកថាសមៈជីវិតាចិញ្ចឹមជីវិតនឹងឲ្យស្មើបានលោកប្រាប់វិធីកូនចិញ្ចឹមជីវិតចែកជា4ឥនាងតាមិឥនាងមញ្ចាមិសាសនិកន្ធេមិពហុតេឆៈបេមិឲ្យកូនចៅទាំងអស់បានទ្រព្យសម្បត្តិមួយផ្នែកសងបំណុលចាស់មួយផ្នែកបលបំណុលថ្មីមួយផ្នែកបោះចុះក្នុងជ្រោះជ្រៅមួយផ្នែកកប់ទុកជាកំណប់ព្រៀងហើយអ្វីទៅដែលហៅថាសងបំណុលចាស់គឺម៉ែឪចិញ្ចឹមយើងធ្លាប់ងូតទឹកធ្លាប់លាងធ្លាប់ដោះក្អែលឲ្យយើងប្រមាណដងម្នាក់ហើយញោមគិតមើលចោះ
បើសិនជាយើងគិតមើលថាថ្លៃបាយថ្លៃទឹកថ្លៃនំចំណីរបស់របរទាំងអស់ហ្នឹងដែលយើងហូបរបស់ម៉ែតែហូបបាយគាត់អស់ប្រមាណចានស្លៀកខោអាវគាត់អស់ប្រមាណកាផ្លេរាប់មិនអស់ទេបានយើងគិតតែមួយមុខសិនងូតទឹកកាលនៅពីក្មេងម៉ែងូតទឹកឲ្យយើងប្រមាណដងម្នាក់ថាមួយថ្ងៃ2 3ដងអើយចុះមួយអាទិត្យប្រមាណដងវាមិនដឹងចុះមួយខែប្រមាណដងវាមិនដឹងអើយម៉ែដោះខែលើកន្លែងណាខ្លះថាតាណាក៏ដោះដែរដោះខ្ទេចខ្ទីស្គាល់អស់ហើយតាណាក៏គាត់ដោះឲ្យដែរចុះមួយឆ្នាំងូតឲ្យយើងប្រមាណដងដោះក្អែលឲ្យប្រមាណដងចុះ2ឆ្នាំទម្រាំយើងចេះងូតទឹកដោះក្អែលបោកខោអាវខ្លួនឯងតើម៉ែងូតទឹកដោះក្អែលឲ្យយើងបោកខោអាវយើងប្រមាណដងម្នាក់ថារាប់មិនអស់ឧបមាថា2000ចុះកូនវិញងូតទឹកឲ្យម៉ែដោះក្អែលឲ្យម៉ែបាន2000ដងស្មើគ្នាហើយនៅតលយូអានស្មើគ្រាន់តែងូតទឹកមួយមុខចាញ់ដាច់ហើយបានបុរាណយកពិធីមួយឲ្យកូនសុំខមាទោសម៉ែឪដោយពិធីស្រោចទឹកម៉ែឪនេះស្រោចទឹកម៉ែឪនេះស្ថិតនៅក្នុងពិធីចម្រើនបជនកូនចៅខមាទោសម៉ែឪសុំខមាទោសម៉ែឪព្រមទាំងសងបំណុលចាស់លោកហៅថាបតោនេសង្ឃរេសាមិគាត់ធ្លាប់ចិញ្ចឹមយើងចិញ្ចឹមគាត់កិច្ចចាំងនេសង្ឃរេសាមិគាត់មានកិច្ចរវល់យើងផ្អាកការងារមកជួយកិច្ចការងារគាត់កុលរវាងសង្ឃតបេសាមិថែអាសាពូជពងគាត់ធ្លាប់មានសិលមានទានកុំឲ្យអត់ពីគាត់ទៅបាត់បង់ពូជគាត់ទាយាជាងបដិបជាមិគេអាកគាត់ចែកឲ្យថែអាសាយបានយូរកុំអានលក់បង្ហើយខ្ទេចខ្ទីអីនេះគាត់នៅរស់ហើយបើគាត់ស្លាប់ទៅតក្ខណងអនុបទាសាមិធ្វើបុណ្យឧទ្ទិសជូនមេត្តាបិតាដែលស្លាប់ទៅអញ្ចឹងសរុបសេចក្តីបើម៉ែឪនៅរស់ធ្វើបុណ្យជូនគាត់ចម្រើនបជនជូនគាត់ចិញ្ចឹមគាត់ទំនុកបំរុងបានជាកូនចៅរើសពេលវេលាធ្វើបុណ្យចម្រើនបជននឹងអាចពៈកម្មពៀគាត់ប្រើគាត់ឲ្យងូតទឹកប្រើគាត់ឲ្យដាំបាយដេកខោបោកខោអាវឲ្យយើងកាលនៅពីទូចជួនកាលយើងអត់បានធ្វើពិធីនឹងសុំខមាទោសយើងមានកម្មណាញោមហើយស្គាល់មានកម្មអីអត់ម៉ែឪខ្លះស្ដីនិយាយដាក់កូនខ្លះមិនពេញចិត្តធ្វើមុខកញេកញើដាក់ម៉ែឪអានឹងហើយដែលកើតឡើងមកមុខកញើគេស្អាតទាំងអស់មកសបុកកញើតែឯងមួយមុខអាក្រក់ទៀតហើយតាំងលូបន្ទោសម៉ែមិនដឹងស្អីទេម៉ែបកើតកូនណាបងមកស្អាតតែភ្លឹងបកើតឯងមកឲ្យកញើមុខអាក្រក់ហើយខ្មៅទៀតស្រែនម៉ែស្រែនឪបកើតកូនអត់ស្មើគ្នាទេអានឹងឲ្យស្រែនវាចង់ហើយក៏ប៉ុន្តែចាប់តាមច្បាប់កម្មណាយើងធ្លាប់ធ្វើកញើដាក់ម៉ែឪកាលពីមុនគាត់និយាយស្ដីតិចតួចលូរតំតង់ស្អីទេលូច្រើនយ៉ាដែលធុញឲ្យទៅចូលផ្ទះទេសនាទេសរហូតធុញដែលចុះបាត់ចោលផ្ទះម៉ែយំទឹកភ្នែកប្រព្រឹត្តលួងកូនស្ដាប់សពបែបយ៉ាងទាំងអស់យើងអត់តន់សុំខមាទោសបានយើងកើតមកមុខរៀងអាក្រក់មកពីយើងធ្លាប់ធ្វើមុខអាក្រក់ដាក់ម៉ែឪអ្នកខ្លះម៉ែឪស្ដីនិយាយថានតិចបន្តួចយើងខឹងម៉ែសម្លក់សម្លឹងដោយភ្នែកមិនល្អមើលម៉ែភ្នែកតូចភ្នែកធំភ្នែកវិចភ្នែកវយអត់តន់សុំខមាទោសគាត់ដល់ឲ្យយើងកើតឡើងមកភ្នែកវិចមកសបុកភ្នែកគេត្រង់ទាំងអស់ឯងកើតឡើងមកវិចដើរទៅត្បូងមើលទៅជើងដើរទៅត្បូងមើលទៅលិចដើរទៅកើតមើលទៅជើងបាញ់មន់ងាប់ទាដកដើមទ្រាប់ងាប់កូនម្ទេសអង្គុយតុកជាមួយគេឃើញសម្លឹងមីដល់អាស៊ីកាទៀវឈរតាមផ្លូវបោយដៃហៅសាក្លូភ្នែកមើលម៉ូតូអាពីរអ្នកនោះងាកទៅមើលមុខនេះគេហៅឯងហៅខ្ញុំពិបាកដែរហើយទៅរំស្រុកគេជំងាត់គេវាយបាក់ធ្គាមមិនបានវាយខ្ញុំចង់ឌឺហើយមើលមុខអញឌឺខ្ញុំមានឌឺណាភ្នែកខ្ញុំអញ្ចឹងត្រាប់តាភ្នែកឯងអញ្ចឹងឯងស្មានថាឌឺដែរអញដាក់ពីដៃបាត់បាក់ធ្គាមបាត់ឲ្យចុះណាទៅចង់វាចង់វោថានឹងឲ្យទោសមកពីយើងនឹងអត់បានសុំខមាទោសម៉ែធ្លាប់សម្លក់សម្លឹងបានកើតមកវាជាប់អាភ្នែកនឹងវាឆ្ងេងអញ្ចឹងទៅណាហើយជួនកាលទៀតទៅយើងប្រើម៉ែប្រើអត់បានបានសុំទោសយើងកើតមកជាគោជាកបីជាតម្រៃជាសេះឲ្យគេអូសដឹកអាទេសឆ្លងខេត្តមួយខេត្តពីរដឹកក្អមដឹកឆ្នាំងដឹកអាឈើដឹកអីចឹងណាអានឹងជួនកាលចឹងវាជាប់ទោសមកពីប្រើម៉ែប្រើឪកើតទៅជាខ្ញុំបង្រើគេប្រើលីរែកទូលសែងជាអង្គរៈប្រើប្រាស់ដែលគេជាខ្ញុំកាជះដាច់ថ្លៃគេរាប់លានជាតិក៏មានដែរដោយសារទោសយើងប្រើម៉ែហេតុនឹងហើយដើម្បីរំលោះរំលាងទោសទាំងនឹងបានគេឲ្យកូនចៅធ្វើបុណ្យចម្រើនបជននេះគឺជាកិច្ចឲ្យកូនចៅសុំខមាទោសម៉ែឪបានលោកហៅថាចម្រើនបជនមាន3ពិធីធំពិធីទី1ជីវិតមហកិច្ចជីវិតមហកម្មពិធីទី2អាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មពិធីទី3អនុប្រទានកិច្ចអនុប្រទានកម្មទី1ជីវិតមហកិច្ចជីវិតមហកម្មនៅត្រង់ណានៅត្រង់ដាក់បោះស្បុកអញ្ជើញម៉ែឪឡើងឲ្យស្រោចទឹកជូនគាត់ហើយនិយាយប៉ុនហ្នឹងគេធ្វើដែរអត់គេស្រោចទឹកម៉ែឪដែរអត់ជូនតលុយកាក់ហើយខោអាវហើយសុំខមាទោសដែរអត់
នឹងអាចារ្យគេដឹកនាំត្រូវសុំខមាទោសម៉ែឪនៃសំខាន់បំផុតត្រង់អាជីវិតមហកជីវិតមហកម្មកូនចៅគេសុំខមាទោសនឹងគឺសំខាន់ហ្មងញោមស្រោចទឹកលាងមួយថ្ងៃវល់ល្ងាចដាច់ទឹកក្អែលទេគាត់ជានិមិត្តរូបទេប៉ុន្តែនិមិត្តរូបគ្រាន់តែលាងឲ្យទឹកត្រជាក់ហើយបានសុំខមាទោសហើយណែបានវាខ្លាំងសុំខមាទោសម៉ែឪកុំឲ្យជាប់កម្មពីហើយនាំគាត់អញ្ជើញគាត់ជូនជាលុយកាក់ជូនជាសពុតខោអាវជូនជាអីហើយនឹងទៅអាទៅនឹងគេហៅថាជីវិតមហកជីវិតមហកម្មធ្វើឲ្យម៉ែឪរំភើបរីករាយណាស់ហើយកូនចៅសុំខមាទោសគាត់អត់ទោសឲ្យយើងទោះបីគុណយើងសងមិនរួចមែនក៏ប៉ុន្តែរួចកម្មពីណាញោមប្រើគាត់ឲ្យមើលកូនមើលចៅមើលអីពីកន្លងមករួចកម្មពីត្រឹមហ្នឹងចឹងកូនចៅគេថ្ងៃហ្នឹងគេធ្វើគេបានរួចកម្មពីហើយគេសុខសប្បាយស្រួលហើយចុះគ្រួសារអ្នកដតីនោះដែលប្រើម៉ែប្រើឪដែលមិនទាន់បានធ្វើនោះគិតតែមិនគិតគួរឲ្យហើយតន់គាត់នៅរស់ណាញោមណាប្រយ័ត្នតែដួលព្រុសទៅសុំទោសនៅថ្មឹងអត់ស្ដីរយើងទេហើយបើសុំទោសហើយម៉ែឪនេះជូនពរកូនកូនអើយកូនរស់ស៊ីមានបានសុខសាន្តសប្បាយណាពាក្យនេះចេញពីបេះដូងព្រះទៅរត់ទិញណាក៏អត់មានលក់ដែរម៉ែឪយើងបានបន់ដូចព្រះបើគាត់ឲ្យពរថាសុខសុខគាត់ឲ្យពរថាចម្រើនចម្រើនហើយកុំឲ្យគាត់ជេរដាក់ទំនាយឲ្យសោះហើយតែគាត់ជេរដាក់ទំនាយវាមានទំនាយមែនតាមពាក្យដូចបុរាណថាគ្រូទាញម្ដាយថាបរោះម្នាក់នោះចង់ទៅរកស៊ីចំនួនម៉ែគាត់ថាកូនឯងកុំទៅកូនឯងកុំទៅអត់ពីឪទៅម៉ែសង្ឃឹមកូនឯងអាកូននោះនៅទៅរត់គាត់មិនស្ដាប់ម៉ែខំជេរមកអាចោកបីវត្តទៅឲ្យក្បីនៅព្រៃវត្តវាទៅកូននោះរត់ទៅដល់មាត់សមុទ្រក្បែរព្រៃចេញក្បីមកមែនមាត់សមុទ្រទៀតហើយសង្ស័យតែអ្នកស្រុកនឹងមិនដឹងរឿងដល់ពេលទៅដល់ក្បែរមាត់សមុទ្រចេញក្បីមកក្បីវាដេញវត្តទៀតដេញវត្តកូននឹងរត់យកព្រះអាយុនឹកឃើញអើពាក្យម៉ែជេរឲ្យក្បីវត្តកូនឥឡូវក្បីវត្តមែនលើកដៃស្ពះឡើងទៅលើរកកិច្ចបដោះទៅវិញម៉ែឲ្យម៉ែបើសិនជាម៉ែឯងជេរកូនហ្នឹងចិត្តម៉ែចង់ឲ្យកូនវិនិច្ឆ័យមែនកបីអើយវត្តខ្ញុំចុះបើម៉ែជេរម៉ែមកអាក្រក់ប៉ុន្តែចិត្តម៉ែនៅតែស្រឡាញ់កូននេះកបីអើយកុំឲ្យធ្វើអីខ្ញុំកើតប៉ុណ្ណឹងកបីក៏វាលែងដេញទៅបាននឹកថាអូទឹកចិត្តម៉ែនៅតែស្រឡាញ់អាណិតកូនអញ្ចឹងចឹងទោះជាយ៉ាងណាកុំឲ្យម៉ែឪជេរដាក់ទំនាយប៉ុន្តែបើម៉ែឪថាកូនឲ្យកូនឯងសុខសប្បាយរស់ស៊ីមានបានតែប៉ុណ្ណេះញោមឲ្យគ្រួសារគេនឹងមានសុភមង្គលសុខសប្បាយហើយនេះនៃទី1ជីវិតមហកជីវិតមហកម្មនៅត្រង់ប៉ុណ្ណឹងទី2ចម្រើនបជនតាមបែបអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មគឺនិមន្តប្រសង់ចម្រើនព្រះបរិត្តឲ្យម្ដាយឪពុកបានស្ដាប់ព្រោះយើងបានស្ដាប់ព្រះបរិត្តនិងសមាទានសិលថ្វាយខ្លួនជាឧបាសកឧបាសិកាខ្លាយជាកូនចៅព្រះហើយបើខ្លាយជាកូនចៅព្រះអមនុស្សខ្មោចព្រាយលែងមកបៀតបៀនយើងគេទុកជីវិតឲ្យយើងរស់បានវែងឯទី3ចម្រើនបជនត្រង់អនុបទានកិច្ចអនុបទានកម្មនៅត្រង់ណានៅត្រង់យើងធ្វើបច្ច័យ4ពីព្រោះថាមនុស្សយើងអាយុរស់នៅបានដោយសារប្រើគ្រឿងបច្ច័យ4ហ្នឹងចៃវរៈបច្ច័យគ្រឿងស្លៀកបណ្ឌបាតបច្ច័យគ្រឿងហូបសេនាសនៈបច្ច័យគ្រឿងដេកនៅគិលានភេទជ្ជៈបច្ច័យគ្រឿងថ្នាំអា4មុខហ្នឹងតើអត់មួយណាអត់កើតទេបើយាយណាចង់សះអត់បាយមួយខែសះមើលដឹងណាប៉ុន្តែមិនមែនអត់បាយរកទីវិញណាអត់ទាំងអស់រមងដល់ដឹងហើយបើដូច្នេះមនុស្សយើងរស់ដោយសារគ្រឿងបច្ច័យ4បានយើងចង់រស់តទៀតយើងដាំពូជបច្ច័យ4ហ្នឹងហើយក្នុងកម្មវិធីបុណ្យហ្នឹងយើងមានដាំស្លបបរបបៀភេសជ្ជៈទឹកក្តៅទឹកត្រជាក់ជូនដល់ភ្ញៀវជូនយាយជូនតាជូនអាចារ្យប្រគេនប្រសងឲ្យគេបរិភោគដើម្បីឲ្យជីវិតគេរស់ហើយបើឲ្យជីវិតគេរស់បានអានិសង្សមកជីវិតយើងនេះអ្នករស់សុខសតិតាមេទេវីសុខខាងសវតិកចតិអ្នកណាមានបញ្ញាឲ្យសេចក្តីសុខដល់គេបានសេចក្តីសុខមកខ្លួនអញ្ចឹងបានអ្នកខ្លះហ៊ានធ្វើរហូតដល់ទិញចាបប្រឡែងទិញដើកប្រឡែងឃើញអ្នកលងទឹកយើងជួយស្រង់គេរស់ថ្ងៃក្រោយយើងមានគ្រោះគេជួយយើងវិញរស់ទៀតឃើញគេឈឺជួយព្យាបាលគេជាថ្ងៃក្រោយយើងមានទុក្ខមានគេជួយយើងវិញអានឹងហើយគេហៅថាអនុបទានកិច្ចអនុបទានកម្មធ្វើបន់អបស្ទប់ជាមួយជីវិតបានយើងដាំពូជបច្ច័យ4នេះរួចតែដាំពូជបច្ច័យ4នេះអេវ៉ាំចតបច្ចយៈទេយកោសុខខាងវិនតិទាននឹងសយំពេប្រវត្តិទេតាពាំងអានិសង្ឃនេះឲ្យបច្ច័យ4នេះរមែងទទួលបានរបស់4នឹងគ្រប់មុខកើតឡើងជាតិណាទៅនៅស្រុកណាទីកន្លែងណាអានិសង្ឃចៃវរៈបច្ច័យធ្វើឲ្យយើងមានគ្រឿងសម្លៀកបំពាក់ល្អស្អាតហើយពណ៌សម្បុរស្រស់បោះល្អល្អតែចាស់តែចង់ផោផងសំរុំឆោមឆាយឆាប់ស្ទើរប្រងព្រីពុនរីល្អទាំងព្រមស្អាតមានអលង្ការគ្រប់មុតគ្រប់ម៉ាក់គ្រប់ឆាកគ្រប់ឈុតមិនខ្វះមិនកន្លះរួចបណ្ឌបាតបច្ច័យនាំឲ្យយើងមានកម្លាំងខ្លាំងហើយទៅរកទទួលទានចេះតែមានចេះតែបានកើតកាលវាលគុំបានចំនួនជួញបានចំណេញចូលឥតមានចេញជារៀងរាល់ថ្ងៃរួចសេនាសនៈបច្ច័យនោះនាំឲ្យយើងមានផ្ទះធំទំនំខ្ពស់មានដីមានធ្លីរបស់របរប្រើប្រាស់មិនខ្វះទូតុក
តាំងរនាំងវាំងណូនកាំងអីកទេលខ្នើយភួយមុងជាមចំព្រែតប្រងរនាំងវាំងណូនរួយគិលានភេទជ្ជៈបច្ច័យនាំឲ្យយើងមានសុខភាពល្អអាយុវែងកុំឲ្យមានជំងឺរួយបើសិនជាឈឺបន្តិចបន្តួចដាក់ថ្នាំទៅវាឆាប់ជាពេលមានជំងឺហើយក៏បច្ចេកតែមានថ្នាំព្យាបាលឲ្យជាបានជាដូចវិសាខាអាយុ120ហើយអង្គុយជាមួយចៅកមុំនៅច្រឡំគ្នាណាញោមមកពីអានិសង្ឃបច្ច័យ4នាងធ្លាប់ធ្វើមកបានជាអាយុវែងសុខភាពល្អហើយស្រុកយើងឯងមាននេះអត់អា120អង្គុយជាមួយចៅកមុំនៅច្រឡំគ្នានឹងនៅមានដែរអត់ប្រហែលជាយ៉ាប់បន្តិចដែរបើសិនជាត្រឹមតែ100អីណាអង្គុយក្បែរចៅនឹងបើចៅមិនគ្រាទេបើផ្ងាក្រោយផ្កាប់មុខឥឡូវរួមស្រួលកាន់កសែងមួយជូតទឹកមាត់តចុះវិសាខាដែលមានរូបឆោមលោមពណ៌បានទ្រព្យសម្បត្តិច្រើនយ៉ាងហ្នឹងមកពីអានិសង្ឃបច្ច័យ4អញ្ចឹងបានញោមអ្នកធ្វើបច្ច័យ4ហ្នឹងបានអានិសង្ឃអញ្ចឹងដែរឯកូនចៅទាំងអស់បានធ្វើបំពេញកិច្ចជូនមេត្តាបិតាក្នុងថ្ងៃនេះជាការប្រពៃណាស់យើងមានកម្មមានពៀពីណាពីណីមកយើងនឹងរួចចាក់ទុកទោសបុរាណពោលថាកូនមិនចយត់កូនមិនចយត់គឺកូននឹងទៅនៅទីណាទៅប្រទេសណាស្រុកណាតែមានគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងជួបគេតម្លើងស័ក្តិជួបទៅនឹងព្រះប្រទេសទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះបើមានកូនសត្វតកូនល្អប្រកបដោយកលងធម៌ហើយកូនមិនចយត់នេះមិនងាយស្លាប់ដោយសារគ្រឿងពឹសគ្រឿងពលគ្រឿងបហាសត្រាវុធផ្សេងទេព្រោះមានទេវតាតាមថែអាសាគ្រប់កន្លែងទាំងអស់ហើយមិនបានជាថែអាសាមកពីកូននឹងមានធម៌កតញ្ញូអ្នកមានធម៌កតញ្ញូជាមហាស្នេហ៍ប្រកែបំផុតតាក់ដោយមនុស្សតាក់ដោយទេវតាខ្លាំងជាងពាក់ខ្សែកថា100ជាន់ពាក់កសែងយន់1000តម្រួតទៀតណាញោមទៅណាក៏ទេវតាតាមថែអាសាដែរកូនមិនចយត់នឹងបើអិនរៀបទៅណាមកណោះលើកដៃស្ពះរះពីលើចុះក្រោមនាតល័យទេវបុត្រចេះតែឆ្ងល់ចុះព្រះអង្គថ្វាយអង្គមស្អីថ្វាយអង្គមចុះក្រោមក៏សួរហើយព្រះអង្គថ្វាយអង្គមអីគេបានថាណាមានធម៌កតញ្ញូដឹងគុណម៉ែឪគោរពកោតខ្លាចតកោរៀមច្បងថ្វាយអង្គមស្ពះនៅនោះហើយបើព្រះអង្គជាស្ដេចទេវតាថ្វាយអង្គមហើយទេវតាតូចតាមថែអាសាយើងនឹងព្រមព្រៀងអញ្ចឹងបានអ្នកធម៌កតញ្ញូនឹងទៅណាក៏មានទេវតាថែអាសាដែរអញ្ចឹងបានមាន2អ្នកបងប្អូនបងនឹងប្រុសប្អូននឹងស្រីបងនឹងទៅបួសប្អូននឹងក៏ឌឺដាក់បងឯងទៅបួសបានប៉ុនហើយចំណែកប្អូនស្រីនៅផ្ទះអត់បានប៉ុនទេលោកប្រាប់ថាប្អូនប៉ុនណាមិនមែនតតែបួសទេប្អូនឯងនៅផ្ទះប្អូនឯងពង្រើម៉ែចាំម៉ែប្អូនឯងបានពង្រើផ្ទាល់ជាមួយព្រះប្អូនឯងនឹងបានប៉ុនខ្លាំងណាស់ហើយបើប្អូនឯងចង់បានប៉ុនលើសនឹងទៀតមានអ្នកស្រុកអ្នកភូមិគេធ្វើប៉ុនប្អូនឯងទៅជួយគេចោះក៏ប្អូនឯងនឹងបានប៉ុនប្អូនស្រីនឹងចាប់ពីថ្ងៃហ្នឹងទៅខំចាំម៉ែខំចាំឪគក់ច្បាច់អស់អញរំកិញចិត្តទឹកត្រជាក់ទឹកក្តៅបញ្ចុកបាយទឹកនំចំណីមិនតែប៉ុណ្ណោះឲ្យតែអ្នកស្រុកអ្នកភូមិធ្វើប៉ុនទៅជួយពង្រើភ្ញៀវគេចាត់ចែងរហូតស្រាប់តែថ្ងៃមួយបងនាងនឹងឡើងធ្វើជាគ្រូសូត្រវត្តនឹងចេះចាត់ចែងលោកទៅប៉ុនឯនេះឯនោះនាងតែងទៅតាមថ្ងៃនេះគេចាត់ទៅប៉ុននៅត្រយមកខាងឯនោះហើយគេឡើងទុកទៅត្រយមកខាងហើយនាងអាឡៃដាំធ្លាប់បបរបវិកបញ្ចុកម៉ែឪចាស់រៀបចំខ្លួនទៅយឺតគេទុកគេទៅចោលទៅដល់ឈរយំមាត់កំពង់ហ្នឹងហ្មងអញហើយអញកុំតែអញជាប់ម៉ែចាស់ក៏មិនអញទៅបន់គេកើតហើយឥឡូវអញជាប់ម៉ែចាស់នៅបញ្ចុកបាយម៉ែឥឡូវគេទៅចោលបាត់ឈរយំហ្មងខ្ញុំព្រះអង្គចង់ទៅបន់គេណាប៉ុន្តែជាប់ម៉ែចាស់ដឹងធ្វើម៉េចលើកដៃបួងសួងថាទេវតាវត្ថុស័ក្តិសិទ្ធិហើយបុណ្យកុសលដែលខ្ញុំធ្លាប់ធ្វើទាំងប្រមាណសូមឲ្យខ្ញុំចេញរួចទៅដោយសេចក្តីប្រាថ្នានាងបួងសួងអញ្ចឹងហើយផ្អើលទេវតាជុំវិញនឹងមកជួយថែអាសានាងទេវតាដឹងថាតនាងនេះស្លាប់ខ្លាចត្រូវថ្មោងប្រអិនណាញោមមិនអញ្ចឹងកូនមានធម៌កតញ្ញូទៅណាទេវតាថែអាសាទៅហ៊ានស្លាប់ខ្លាចត្រូវថ្មោងប្រអិនបើដូច្នេះហើយប្រអិនណែទេវតាថែអាសានាងចុះលុយទឹកទៅទេវតាជួយទប់ដល់ត្រយមកខាងអត់លងអត់លិចឡើងទៅផ្អើលពេញទៅរោងបនស្រាប់តែផ្អើលគេថាហាក់ឲ្យជននាងបានអីជីបើទូគេចេញចោលហើយនាងថាខ្ញុំបួងសួងថាខ្ញុំបានចាំម៉ែចាំឪសូមឲ្យខ្ញុំឆ្លងរួចដោយសេចក្តីប្រាថ្នាក៏ឆ្លងមកអត់លិចអត់លងអញ្ចឹងទៅបានលោកប្រសើរថាណែឃើញដែរមិនថាភិក្ខុសង្ឃឯណាភិក្ខុសង្ឃយើងនេះបើអត់មានទូកជិះចុះទៅផ្លឹបឥឡូវហើយនាងនេះមិនទាន់បានបួសផងប៉ុន្តែនាងអាចឆ្លងទឹកប៉ុណ្ណឹងបានបើអញ្ចឹងនាងមានបុណ្យខ្លាំងណាស់ទេវតាតាមថែអាសាការពារអីចេះអញ្ចឹងបានគេថាអ្នកមានកតញ្ញូទៅណាទេវតាថែអញ្ចឹងហើយមិនទៅញោមបើសិនជាយើងទៅណាមកណាទូកឆ្លងចោលអីយើងគិតអាម៉េចគិតបថុយសាក់ដូចគេហ៎បើបថុយសាក់ដូចគេសាក់បួងសួងសាក់មើលអោទេវតាទីផ្ដោកឲ្យខ្ញុំធ្លាប់ចាំម៉ែចាំឪគេដែរសូមឲ្យខ្ញុំឆ្លងរួចទៅដោយប្រាថ្នាបួងសួងចឹងឲ្យលូកជើងលោសាក់មើលបើលោទៅផុងកំញោមរទូកជីវិញបើលោទៅទឹកនឹងវារឹងអានឹងសំដាទៅចោះព្រោះអីព្រោះប៉ុនយើងវាមិនដល់គេក៏មកដល់និយាយខ្លះតវ៉ាថាអីទេលោកទេសពីសម័យព្រះធ្វើប៉ុនតែមិនតិចឲ្យបានប៉ុនលឿនឯងឥឡូវធ្វើអស់មួយជាតិមិនឃើញបានប៉ុនសោះមែនទេទឹកគេពីដើមវាចិត្តពេញពីងនៅសល់មកផ្ដាល់នោះផងគេកើតមកសេរីព្រះនោះសិតតែប៉ុនគេខ្ពស់ណាស់ណាញោមបើអញ្ចឹងបើទុកគេចេញចោលរត់ទុកជីណាពួកប៉ុនយើងនៅតិចអញ្ចឹងគ្រាន់តែលើកឡើងប៉ុណ្ណឹងថាកូននឹងកូនមិនចយត់
ដើមបីងាយយល់ញោមញាតជួយចំណាំប៉ុណ្ណេះអាត្មារាប់បុរាណគេថាកូនមិនចយត់សំដៅទៅលើកូនមានលក្ខណៈ6យ៉ាងហើយអាត្មារាប់ទាំង6យ៉ាងហ្នឹងញោមចាំរាប់ជាមួយអាត្មាហើយទាញដាក់ខ្លួនតើអញត្រូវបានប្រមាណភាគរយទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាបានចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺទ្រាំជំងឺគាត់ពេលគាត់ឈឺទី4កូនណាចូលរួមបុណ្យគាត់ពេលគាត់ស្លាប់ទី5កូនណារៀបចំទុកដាក់សាកសពគាត់តាមប្រពៃណីទី6កូនណានៅទៅនឹកអលឹកធ្វើបុណ្យឧទ្ទិសជូនគាត់កូនមានលក្ខណៈ6យ៉ាងនេះកូននឹងហើយកូនមិនចយត់ទៅណាក៏ទេវតាតាមថែអាសាក្រុមគ្រួសារនឹងមានសុភមង្គលហើយមិនគ្រប់ដែរឬអត់បានខ្លះដែរបានប៉ុន្មានភាគរយប្រហែលជាគ្រប់ហើយដឹងណាគ្រប់ទាំងអស់ហើយណាបើដូច្នេះហើយសូមទេពនិកអមទេពតាអិនព្រំយមយៈអ្នកមានបារមីស័ក្តិសិទ្ធិមានរិទ្ធជួយថែអាសាការពារកូនចៅមានធម៌កតញ្ញូនេះរត់ទទួលទានមានបានកាត់ការវាលគុំហើយលោកឪពុកអ្នកម្ដាយដែលកូនកូនខំចម្រើនបច្ចុប្បន្នជូននឹងសូមឲ្យរស់ឲ្យបានវែងអាយុឲ្យបានយូរណាញោមកុំឲ្យឈឺកុំឲ្យជំងឺអាពាធបៀតបៀនឯយាយតាមកចូលចាប់មគ្គផលរួមទាំងស្ដាប់ធម៌ទេសនាក្នុងទីនេះសិតសង្ឃតែបានចំណែកផលបុណ្យអានិសង្សសូមឧទ្ទិសកុសលផលបុណ្យនេះឲ្យបានដល់មេត្តាបៃតាដូនតាម៉ាកងចឹកចែសោហេទាអ៊ីពេកើកងសោអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទុតិទូតតាលេយលាដែលបាក់បែកចែកឋានទៅឲ្យបានទទួលអត្ថមនុញ្ញផលកុសលផលបុណ្យទាំងអស់គ្នាសោយសម្បត្តិទឹកតាមប្រាថ្នាឯចំណែកប្រគុណម្ចាស់គ្រប់ព្រះអង្គសូមទេវតាជួយថែសាការពារប្រគុណម្ចាស់ឲ្យបានសេចក្តីសុខចម្រើនកុំឲ្យមានជំងឺឈឺអាពាធបៀតបៀនសាងភ្នោះពោះបានរាល់ជាតិហើយមានចំណេះចេះចាំកុំឲ្យជាតិណាសឹកបានឯចំណែកញោមញាតិពុទ្ធបរិស័ទទាំងអស់នេះមកជួយតបជួយតែងជួយចាត់ជួយចែងជួយលីជួយសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពេងចិត្តបន្លែផ្លែឈើអ្នកជួយដាំជួយស្លជួយស្លុកជួយបងផុកអំបិលប៊ីចេងទាំងចាស់ទាំងក្មេងជាវិជ្ជៈអ្នកខ្វល់ខ្វាយរត់តុបបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យអ្នកដែលជួយរៀបចំទានធូបបាយសីបរិយមលូស្លាអាសនៈថ្វាយប្រសងព្រះអង្គក្នុងកម្មវិធីបុណ្យអ្នកមានយជំនិះទៅដឹកយាយទៅដឹកតាដឹកអាចារ្យដឹកប្រសងក្នុងកម្មវិធីបុណ្យអ្នកដែលជួយខ្វល់ជួយខ្វាយថតរូបថតវីដេអូអ្នកបើកមីក្រូអ្នកបើកកាមេរ៉ាធំបាសអាសាកត្រឹមកត្រែកញាក់កត្រែកអារម្មណ៍តន្ត្រីពិនពិតនិតកងស្គរត្រចបៃខ្មោះខំដេញដំប្រគំផ្លំកោតជ្រះថ្លាក្នុងកិច្ចកម្មវិធីនេះសូមទេពនិកអមទេពតាថែអាសាការពារញោមទាំងអស់គ្នានឹងឲ្យបានអាយុវែងសុខភាពល្អរត់ទទួលទានមានបានកាត់ការវិលគុំតិចតិចុំប្រាថ្នាអីឲ្យសម្រេចដូចសេចក្តីប្រាថ្នាការថ្លាថ្លែងសម្ដែងដកតំណែងអនុថែមហាថែតែប៉ុណ្ណេះថាអេវ៉ាំង